តោះឥឡូវយើងមើល limit អក្សរកអញ្ចឹងអក្សរករបស់យើងគឺ limit ខិតចិត្តនេះបូកអណន់ណា limit x ខិតចិត្តបូកអណន់នៃ x ការ៉េបូកលំ x បូក3នៅលើ x បូក1អញ្ចឹងដំបូងគឺយើងជំនួសរៀងសិនតើវារៀងអីគេរៀងអាណន់លើអាណន់ណាជំនួសទៅបាទរៀងអាណន់លើអាណន់អញ្ចឹងលោកគ្រូរំលឹកលើរូបមន្តឡូហ្គារីតបន្តិចណានៅក្នុងអនុគមគេថា សកុន x ធំជាង x សកុន n ធំជាងលិន x អញ្ចឹងហ៎អាធំនេះបើយើងយកបុកអាណន់ទៅជំនួសគេហៅថាអាណន់ខ្លាំងហើយដល់ពេលអាលិន x នេះអាណន់ខ្សោយអញ្ចឹងកន្លែងហ្នឹងបើសិនជាយើងធ្វើវាឧបមាថា limit x ខិតចិត្តបូកអាណន់លិន x នៅលើ x សកុន n ឬក៏ limit x ខិតចិត្តបូកអាណន់លិន x នៅលើសកុន x អាហ្នឹងដឹងតែស្មើ0ហើយព្រោះអីខ្សោយលើខ្លាំងនៅចេញ0ហើយប៉ុន្តែបើខ្លាំងលើខ្សោយវាចេញបូកអាណន់ណាកន្លែងហ្នឹងហើយបើសិនណា limit ចេះវិញ limit x ខិតចិត្តបូកអាណន់នៃសកុន x នៅលើ x សកុន n ស្មើបូកអាណន់ស្មើបូកអាណន់ឬក៏ limit x ខិតចិត្តបូកអាណន់នៃ x សកុន n នៅលើលិន x នេះក៏វាស្មើបូកអាណន់ដែរណាកន្លែងហ្នឹងណាតោះនេះហ៎ចាលោកគ្រូអូខេអញ្ចឹងអានេះគាត់តែលោកគ្រូរំលឹកទេអញ្ចឹងឥឡូវយើងមើលការធ្វើជាក់ស្ដែងអញ្ចឹងអានេះយើងបាន limit x ខិតចិត្តបូកអាណន់អញ្ចឹងរវាង x ការ៉េនិងលិន x យើងចាប់អាណាចេញ x ការ៉េចាប់ x ការ៉េដោយសារ x ការ៉េហ្នឹងគេហៅថាអាណន់ខ្លាំងអញ្ចឹងដើម្បីគណនា limit រៀងអាណន់លើអាណន់យើងចាប់តួដែលមានដឺក្រេធំឬក៏ដឺក្រេខ្ពស់ជាងគេអញ្ចឹងយើងចាប់ x ការ៉េចេញ x ការ៉េស1បូកលិន x នៅលើ x ការ៉េបូក3នៅលើ x ការ៉េបាទអញ្ចឹងវាបាយយើងចាប់ x ចេញណាសល់1បូក1លើ x x យើងសរួរចោលអញ្ចឹងយើងបាន limit x ខិតចិត្តបូកអាណន់សល់ x ព្រោះយើងសរួរទៅ x វាយកសល់ x 1បូកនឹងលិន x នៅលើ x ការ៉េបូក3នៅលើ x ការ៉េនៅលើ1បូក1លើ x តោះចម្លើយវាស្មើអីគេស្មើគេអញ្ចឹងបូកអាណន់ហ្នឹងហើយព្រោះបើយើងគិតណានេះគ្រូដាក់តា limit x ខិតចិត្តបូកអាណន់3នៅលើ x ការ៉េវាស្មើប៉ុន្មាន0 limit x ខិតចិត្តបូកអាណន់នៃលិន x នៅលើ x ការ៉េស្មើប៉ុន្មាន0 limit x ខិតចិត្តបូកអាណន់1នៅលើ x ស្មើប៉ុន្មាន0ហើយដល់ពេល limit ខិតចិត្តបូកអាណន់នេះស្មើបូកអាណន់អញ្ចឹងហ៎អញ្ចឹង limit x ខិតចិត្តបូកអាណន់នៃ x នេះវាស្មើនឹងបូកអាណន់អញ្ចឹងយើងជំនួសអានេះ0 0 0នៃសល់1 1គុណបូកអាណន់ស្មើនឹងបូកអាណន់អញ្ចឹងចម្លើយវាបូកអាណន់តោះនេះកន្លែងហ្នឹងចូលគ្រូ